bạn chẳngថ្ងៃនេះខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាការធ្វើម្ហូបជនបទងាយៗរបស់ខ្ញុំបាទនៅក្នុងចម្ការដែលបន្លែយើងជាបន្លែធម្មជាតិដែលយើងរកបាននៅក្នុងចម្ការបាទអញ្ចឹងតើម្ហូបជនបទនេះជាម្ហូបអ្វីបងប្អូនចូលរួមទស្សនាទាំងអស់គ្នាជាមួយនឹងខ្ញុំបាទសូមស្វាគមន៍គ្រប់នឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់ដែលនិយមតាមដានទស្សនា Channel YouTube របស់ខ្ញុំបាទធម្មជាតិជាមួយនឹងជីវិតពិតបាទអញ្ចឹងថ្ងៃនេះខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនបាទមកទស្សនាវិធីធ្វើម្ហូបគឺត្រកួនឆាបងប្អូនណាបាទត្រកួននេះខ្ញុំឆាជាមួយនឹងសាច់ទ្រូងមាន់ណាបងប្អូនតែបងប្អូនចង់ឆាជាមួយអ្វីក៏បានដែរជាមួយនឹងកោះមាន់គ្រឿងក្នុងគ្រឿងអីពវៀនឬក៏ឆាប្រេងខ្យងឆៃក៏បានដែរតាមចំណង់ចំណូលចិត្តអូខេអញ្ចឹងដំបូងឡើយគឺយើងគ្រាន់តែបើកខ្ទះឲ្យក្តៅមកបន្ទាប់មកយើងដាក់ខ្ទឹមសចូលរំលីងហើយបន្ទាប់ពីរំលីងខ្ទឹមល្មមសំគួរហើយគឺខ្ញុំដាក់ស្បែកមាន់ចូលមុនបងប្អូនដោយសារតែទ្រូងមាន់ហ្នឹងគឺវាខ្ញុំជាស្បែកលីងមុនដើម្បីឲ្យវាមានសភាពក្រៀមជាងសាច់អញ្ចឹងណាបងប្អូនអញ្ចឹងយើងបណ្ឌិតមើលថាស្បែកមាន់យើងលីងមុនវារៀងក្រៀមតិចហើយបន្ទាប់មកទៀតគឺយើងដាក់សាច់មាន់ចូលតែម្ដងឬក៏ទ្រូងមាន់ដែលយើងបានហាន់ទូចៗហ្នឹងយើងឆាត្រឡប់វាឲ្យស្អាតមកបងប្អូនបានន័យថាឆាត្រឡប់វាឲ្យចូលជាតិប្រេងជាតិប្រេងឆាដែលយើងបានត្រឡប់ហ្នឹងឬមកក៏ខ្ទឹមឲ្យវាឈ្ងុយអញ្ចឹងណាបងប្អូនមានរសជាតិឈ្ងុយល្អអញ្ចឹងក្រោយពេលដែលយើងឆាត្រឡប់ចុះត្រឡប់ឡើងអញ្ចឹងទៅឃើញវាមានសភាពស្ងួតទឹកបងប្អូនអញ្ចឹងយើងថែមទឹកបន្តិចដើម្បីឲ្យវាកុំឲ្យខ្លោចសាច់ហើយនឹងឲ្យសាច់មាន់យើងឆ្អិនសព្វល្អអញ្ចឹងណាបងប្អូនគឺយើងថែមទឹកបន្តិចអូខេអញ្ចឹងបន្ទាប់ពីថែមទឹកយើងឆ្លៀតពេលទំនេរនេះគឺខ្ញុំទៅបុកម្រេចបន្តិចដើម្បីរោយដាក់ចូលជាមួយនឹងឆាចំពោះម្រេចតាមការនិយមបងប្អូនឆាចង់ដាក់ម្រេចក៏បានអត់ក៏បានតែចំពោះខ្ញុំគឺខ្ញុំប្រើម្រេចបន្តិចចឹងទៅដើម្បីទី1យើងកាត់ភាពឆ្អាបផងសាច់មាន់ហើយយើងបន្ថែមឲ្យជារសបាទយើងយករសជាតិហឹរបែបម្រេចចឹងណាហើយបងប្អូនចង់យករសជាតិហឹរបែបម្ទេសក៏ដាក់ម្ទេសទៅអត់ជាបញ្ហាទេអូខេអញ្ចឹងយើងឆាត្រឡប់ធម្មតាមកហើយម្ហូបខ្ញុំបងប្អូនធ្លាប់តាមដានទស្សនាវីដេអូខ្ញុំដែលធ្វើម្ហូបគឺខ្ញុំនៅរក្សាវិធីធ្វើតាមបែបលោកយាយលោកឪពុកអ្នកម្ដាយខ្ញុំពីដើមដដែលឬក៏ចាស់បុរាណយើងគឺខ្ញុំប្រើតែអំបិលហើយនិងប៊ីចេងទេណាបងប្អូនបាទប៉ុន្តែអំបិលថ្ងៃនេះខ្ញុំប្រើយុទ្ធសាស្ត្រចម្លែកគឺប្រើក្បាច់ពស់វែករោយអំបិលទៅលើម្ហូបណាបងប្អូនដើម្បីប្លែកអារម្មណ៍ខ្លួនឯងក៏ដូចជាចែកការកំសាន្តទស្សនាជាមួយបងប្អូនទូទៅបាទអញ្ចឹងបងប្អូនអាចធ្វើនៅផ្ទះបានងាយញ៉ាំហើយវាងាយស្រួលបងប្អូននិយាយទៅងាយស្រួលរហ័សចាប់បានញ៉ាំអញ្ចឹងណាបងប្អូនហើយតកួនគឺបញ្ជាក់បងប្អូនថាតកួនយើងបេះនៅក្នុងបន្លាយបងប្អូនអញ្ចឹងក្រោយពីសាច់មាន់យើងមានអារម្មណ៍ថាវាឆ្អិនល្អចង់ឈ្ងុតទឹកហើយយើងដាក់តកួនបងប្អូនចង់វាយវាដាក់ក៏បានតែខ្ញុំចិត្តដោយសារតែតកួនដើមវាធំហើយជាប្រភេទតកួនហ្វ្រាយហើយណាមួយវាដើមធំអញ្ចឹងខ្ញុំចិត្តវាចឹងទៅឆាវាឆាប់បានចូលគ្រឿងល្អឲ្យឆាប់និយាយមុខទៀតទៅវាឆាប់ឆ្អិនបានហូបព្រោះតកាលណាយើងចិត្តធំពេកក្រឆ្អិនចឹងណាបងប្អូនអូខេអញ្ចឹងបងប្អូនឆាត្រឡប់មើលទៅមកសំរុំបាទមកស្លោកល្មមដើម្បីឲ្យតកួនយើងស្លោកមកល្មមហើយនឹងចូលជាតិជាមួយនឹងសាច់មាន់យើងក៏ដូចជាចូលជាតិអំបិលប៊ីចេងបងប្អូនអាចសាកធ្វើនៅផ្ទះបានរវាងដែលយើងធ្វើប្រើគ្រឿងទេសបែបពីដើមមានតែអំបិលប៊ីចេងប្រហុកចឹងណាបងប្អូនអាចសាកយកមកធ្វើមុខម្ហូបណាមួយទៅមើលតើរសជាតិវាយ៉ាងម៉េចដែរហើយមួយទៀតយើងឃើញថាក្នុងស្ថានភាពបច្ចុប្បន្នគឺគ្រឿងទេសយើងធ្វើច្រើនក្នុងមុខម្ហូបនីមួយអញ្ចឹងតើវាមានភាពខុសប្លែកគ្នាយ៉ាងម៉េចនៅពេលដែលយើងធ្វើម្ហូបពីរនឹងហើយសាកអញ្ចឹងបងប្អូនអាចសាកធ្វើញ៉ាំនៅផ្ទះរៀងៗខ្លួនបានអញ្ចឹងនេះតកួនហ្វ្រាយឆាជាមួយនឹងទ្រូងមាន់យើងឆ្អិនហើយបងប្អូនអញ្ចឹងអរគុណបងប្អូនដែលបានចូលរួមទស្សនាវីដេអូខ្ញុំបាទតាំងពីដើមដល់ចប់បាទអញ្ចឹងបើសិនបងប្អូនពេញចិត្តនៃវីដេអូរបស់ខ្ញុំបាទកុំភ្លេចចូលរួមចុច Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយនិងទទួលបានវីដេអូបែបជីវិតពិតជាមួយនឹងធម្មជាតិអំពីការធ្វើម្ហូបចំណេះដឹងផ្នែកកសិកម្មទៅលើវិស័យកសិកម្មមួយចំនួនជាពិសេសដំណាំទុរេននិងជីវិតពិតបែបធម្មជាតិផ្សេងទៀតដែលរស់នៅជាមួយនឹងធម្មជាតិអរគុណគ្រប់ជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាថ្លែងអំណរអរគុណបងប្អូនដែលបានចូលរួមជា Channel YouTube ខ្ញុំបាទហើយសូមអរគុណសូមជម្រាបលា